ចាសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំកញ្ញាភុកម្លែងសូមបកស្រាយនៅការបង្ហោះរូបភាពមួយចំនួនដែលនាងខ្ញុំបានបង្ហោះនៅប្រព័ន្ធ Facebook របស់នាងខ្ញុំតាក់ទងនឹងការសម្លាប់លោកអុកញ៉ាអឹងមីងជឺដែលមានបងប្អូនមួយចំនួនគាត់វាប្រហែលមកលើនាងខ្ញុំថានាងខ្ញុំមិនបានស្គាល់ធិតកោសម្លាប់ហើយមិនបានឃើញប្រតិកម្មនឹងការកាត់ឡើងទាំងអស់នោះហើយអ្វីក៏នាងខ្ញុំហ៊ានpost នៅវីដេអូនិង post នៅរូបភាពមួយចំនួននៅក្នុងប្រព័ន្ធ Facebook របស់នាងខ្ញុំដូច្នេះនាងខ្ញុំក៏សូមបញ្ជាក់ទៅវិញថាមិនមែនតែនាងខ្ញុំទេដែលផុសរូបភាពទាំងអស់នោះហើយគឺមានបងប្អូនជាច្រើនទៀតគាត់ធ្វើការចែកចាយហើយវាគីក៏ជាការល្អដែរដែលជាផុសតាងមួយសម្រាប់សមាជិកក្នុងការស្រាវជ្រាវនោះផងដែរប៉ុន្តែនាងខ្ញុំក៏បានបញ្ជាក់នៅក្នុងការបង្ហោះរបស់នាងខ្ញុំថានាងខ្ញុំមិនបានដឹងថានរណាជាធិតកោនាងខ្ញុំមិនអាចនិយាយបានទេហើយនាងខ្ញុំសង្ឃឹមថាសមាជិកនឹងធ្វើការងារឲ្យហ្មត់ចត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះហើយជាចុងក្រោយនាងខ្ញុំក៏បានគៀបសង្កត់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីព្រោះតែនាងខ្ញុំសង្កេតមើលឃើញការគ្រប់គ្រងរបស់គាត់ជាច្រើនឆ្នាំមកនេះគឺមានការរស់ប្រជាជនមានការរស់នៅក្នុងភាពផិតភ័យនឹងការគំរាមកំហែងនិងសម្លាប់ដូចជាយើងបានឃើញជាញឹកញយមកហើយមានតារាល្បីៗឈ្មោះជាច្រើនដែលគាត់ត្រូវបានសម្លាប់ហើយនឹងអ្នកស្នេហាជាតិជាច្រើនត្រូវបានសម្លាប់ដោយមិនបានរកយុត្តិធម៌ហើយក៏មិនបានរកធិតកោឃើញឲ្យគាត់ដូច្នេះក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបក៏ដូចជាខ្មែរគ្រប់រូបពួកយើងទាំងអស់គ្នាមិនចង់រស់នៅក្នុងសង្គមមួយដោយភ័យខ្លាចសង្គមមួយដោយរស់នៅដោយភាពអយុត្តិធម៌នាងខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងគិតគូរឡើងវិញនៅបញ្ហាទាំងអស់នេះចាសសូមអរគុណសូមជម្រាបលា